សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកដឹងថាតើហេតុអ្វីមនុស្សជាច្រើនចូលចិត្តបរិភោគហឹរមនុស្សជាច្រើនចូលចិត្តបរិភោគហឹរដោយសារតែសារធាតុហឹរនៅក្នុងប្រទេសហ្នឹងគឺមានសារធាតុកាប់សាយស៊ីនដែលវាទៅកុហកធ្មូលនៅលើដំណាប់របស់យើងហ្នឹងថាវាគឺជាការឈឺចាប់អញ្ចឹងហើយអាព័ត៌មានទាំងអស់ហ្នឹងជូនទៅគ្រូក្បាលក៏ឆ្លើយតបវិញការពារវិញដោយបញ្ចេញសារធាតុអង្គដូពីននិងដូប៉ាមីនហើយអញ្ចឹងមិនវិញអាសារធាតុទាំងអស់ហ្នឹងគឺវាកាត់បន្ថយការឈឺចាប់ជាពិសេសវាកើតឡើងនៅពេលដែលយើងលេងអ្វីដែលគ្រោះថ្នាក់ហើយលេងកីឡាកម្រិតខ្លាំងដូចជារត់លេងបាល់អីចឹងលេងបាល់ទាត់អីចឹងឬក៏ហក់គប់បាល់ទះអីខ្លាំងអញ្ចឹងឬក៏ហាក់លើកដុំដៃទាំងពីរធ្ងន់អីចឹងអាទាំងអស់ហ្នឹងអាអរម៉ូនមាញ់ហ្នឹងគឺធ្វើឲ្យរាងកាយរបស់យើងផ្ចិតផ្ចង់ឧទាហរណ៍យើងពេលញ៉ាំហឹរគឺរាងកាយរបស់យើងផ្ចិតផ្ចង់ទៅលើការញ៉ាំហ្នឹងខ្លាំងមែនទែនប្រៀបដូចជាការហាត់ប្រាណឬការធ្វើអ្វីមួយដែលគ្រោះថ្នាក់ហើយត្រូវការផ្ចិតផ្ចង់ដោយបើយើងបរិភោគអឺធម្មតាគឺយើងអត់សូវបែកញើសទេឧទាហរណ៍កាសធារឿងក្រៅតិចតែយើងបរិភោគទេដៅបែកញើសឡើងជោគដូចយើងហាត់ប្រាណចឹងហាត់កីឡាចឹងអញ្ចឹងហើយនេះគឺជាលក្ខណៈពិសេសគឺធ្វើឲ្យយើងចូលចិត្តតាមរយៈការអីអារម្មណ៍របស់យើងផ្ចិតផ្ចង់ទៅលើការបរិភោគជាងមុនពេលដែលអាហារនឹងមានម្ទេសទី2គឺដោយសារអីដោយសារតែម្ទេសហ្នឹងគឺជាគ្រឿងផ្សំមួយដែលវាអាចទៅកាត់បន្ថយក្លិនឆ្អាបនៃសាច់នៃគ្រឿងសមុទ្របន្ថែមក្លិនឈ្ងុយទៅលើមុខម្ហូបនឹងអីផងដែរហើយទី3គឺញៀនកាលណាយើងញ៉ាំម្ទេសរៀងរាល់ថ្ងៃមានរសជាតិហឹរនៅក្នុងម្ហូបអាហាររបស់យើងហ្នឹងគឺធ្វើឲ្យយើងនឹងញៀនអញ្ចឹងកាន់តែចង់ញ៉ាំហើយមួយទៀតគឺម្ទេសហ្នឹងវាជួយកាត់បន្ថយការតឹងតែងដោយសារតែនៅក្នុងម្ហូបហ្នឹងគឺធ្វើឲ្យយើងមានអារម្មណ៍ថាស្រួលខ្លួនធូរពេលយើងញ៉ាំហើយតកតងទៅនឹងសារៈប្រយោជន៍របស់ម្ទេសក៏វាមានគុណវិបត្តិវិញដែរបើសិនជាយើងបរិភោគវាច្រើនពេកញយដងពេកហ្នឹងគឺប៉ះពាល់ដល់សុខភាពរបស់យើងទៅតាមស្ថានភាពជំងឺរាងកាយរបស់យើងដូចជាក្មេងស្ត្រីពពោះមានជំងឺពពាកពោះវៀនអីជាដើមហើយបើយើងបរិភោគវាច្រើនទៅគឺអត់ល្អទេជាពិសេសគឺប្រព័ន្ធដេហារបស់យើងតាំងពីផ្លូវចូលរហូតដល់កសាគូបត់ជើងចេញហ្នឹងគឺមានបញ្ហាទាំងអស់អញ្ចឹងបងប្អូនបរិភោគម្ទេសគឺកុំញ័រពេកបរិភោគហឹរកុំញ័រពេកកុំខ្លាំងពេកបងដើម្បីអីដើម្បីសុខភាពរបស់យើងហើយក៏យើងចេះសម្របតម្រូវដែរតើរាងកាយរបស់យើងទទួលវាបានអាហ្នឹងយើងថ្លឹងថ្លែងខ្លួនយើងអរគុណសម្រាប់ការតាមដានវីដេអូកុំភ្លេច share វីដេអូនេះផងអរគុណ